Hello សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Youth Tip Series ខ្ញុំបញ្ញាគឺជា host នៃ series មួយហ្នឹងហើយខ្ញុំនឹងមកប្រាប់អ្នកនរគ្នាអំពី tip ក្នុងការប្រើប្រាស់ Youth PS នៅក្នុងអាជីវកម្មអ្នកនរគ្នាដែលជួបការលំបាកបែបនេះនៅពេលដែលភ្ញៀវគាត់មកច្រើនអ្នកខ្លាំងមែនតើហើយគាត់អង្គុយតុតែមួយឯងប៉ុន្តែគាត់ក៏មកផ្សេងគ្នាគាត់ចង់បាន receipt ផ្សេងគ្នាទៀតអញ្ចឹងយើងត្រូវធ្វើមកចុះចង់បើសិនជាអ្នកនរគ្នាប្រើ Youth PS ខ្ញុំនឹងមាន tip មួយប្រាប់អ្នកនរគ្នាចឹង feature ពិសេសរបស់យើងហ្នឹងគឺជាការបែងចែក receipt ចឹងកន្លែងហ្នឹងគឺជា feature split receipt ចឹងអ្នកនរគ្នាគ្រាន់ចុចពីវាប៉ក់ឯងគឺអាច process ការងារបានហើយជាដំបូងយើងគ្រាន់តែចុចពាក្យ split នេះមកហើយយើងចុចពាក្យថា split per guest ជាចុងក្រោយគឺយើងចុចពាក្យថា split receipt អញ្ចឹងយើងនឹងឃើញថា receipt វានឹងត្រូវបែងចែកទៅតាមចំនួនភ្ញៀវហើយនឹងអីដែលពួកគាត់បានកម្មង់ហើយជាចុងក្រោយបង cashier គាត់អាចឲ្យភ្ញៀវ pay រៀងៗខ្លួនធម្មតាបានអញ្ចឹង tip របស់យើងនៅក្នុង episode ហ្នឹងគឺមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនរគ្នាមានចំណុចអីបន្ថែមអាច comment ខាងក្រោមបានជួបគ្នាវីដេអូក្រោយបាយបាយ